ដូច្នេះគឺថាខ្ញុំបានដឹងបានឮបានឃើញមានក្រដាសស្នាមផុសតាំងគឺច្បាស់កន្លែងគឺ$100 លានពីលោកហ៊ុនសែនឈ្មោះទៅអ្នកណាទី2ទី3ហ្នឹងគេមានទាំងអស់ហើយម្ដងទៅឯណាហុងកុងម្ដងទៅអាហ្វ្រិកាទៅឯណានេះយើងមានអចរាចរលុយនឹងមានគ្រប់ទាំងអស់ដូច្នេះនេះហើយដែលសំរងស៊ីលោកអគ្គស្នងការអង្គការសិទ្ធិមនុស្សដែលគាត់បាននិយាយច្បាស់កន្លែងតម្រងហើយគាត់បាននិយាយថាមានការសោកស្ដាយណាស់គេទាត់ឯងចោល55កៅអីបិទសិទ្ធិ118អ្នកដឹកនាំរបស់សង្គ្រោះជាតិហេតុអីបានជានាំឲ្យគាត់ទៅប្រកាសប្រាប់ថាមិនឲ្យធ្វើបាតកម្មមិនឲ្យធ្វើពាក្យប្តឹងមិនឲ្យងើបឈរប្រឆាំងនឹងរដ្ឋាភិបាលហើយនាំគ្នាដេកផ្ទះហើយវាឈ្នះឯងហើយនឹងសំដងស៊ីលោកតា Brett Adam នេះគាត់និយាយថាគាត់ហួសចិត្តហើយគាត់ហួសចិត្តវាមិនដែលមានអាណាគេមកវាយក្បាលយើងឯងចង់សម្ពងឲ្យគេមកវាយក្បាលហើយឲ្យមនុស្សម្នាដែលដើរតាមខ្លួនឲ្យអនក្បាលឲ្យគេវាយក្បាលយើងថែមទៀតដោយមិនមានការឆ្លើយតបទៅវិញអត់ធ្វើទាំងអស់តែអ្នកណាអ្នកធ្វើគឺកវាយដរនេះហើយទៅដាក់ពាក្យប្តឹងជំនួសសំយ៉ាងស៊ីកម្មតិខានេះឯងចឹងលោកស្ដាប់លោក Brett Adam នឹងមានភាសាតិចទៅណាជាភាសាអង់គ្លេសទៀតបាទ And the reason I am speaking to you today is because there must be a response. There must be and that response has to be from every possible corner. You know, the most important response is on the ground in Cambodia. Cambodians are going to have to stand up to this. I have been surprised that the CNRP and others have not allowed people, not encouraged, but even allowed people to raise their voices and to engage in public protests. They told them not to. មានន័យថាម៉េចគាត់ខំប្រឹងដើម្បីរកសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យនៅក្នុងប្រទេសខ្មែរបានហើយសង្ឃឹមថាសំរងស៊ីកម្មសខាដែលបង្រួមគ្នានេះហើយហ្នឹងសង្ឃឹមថាបានកម្លាំងដ៏ធំហើយដើម្បីធ្វើឲ្យប្រទេសជាតិនឹងមានការបង្រួមគ្នាហើយប្រឆាំងតវ៉ានឹងការគៀបសង្កត់នឹងត្រូវរើបំរាស់ដល់ទីបំផុតគេទាត់យើងចោលគាត់ថាគាត់មានការសោកស្ដាយគាត់បានប្រាប់អ្នកសមាជិកការថ្នាក់ដឹកនាំទាំងអត់ឲ្យងើបឈរអត់ឲ្យបញ្ចេញមតិមិនបញ្ចេញសម្លេងឲ្យប្រាប់ឲ្យគេទាំងអស់គឺឲ្យនៅស្ងៀមមិនឲ្យប្តឹងមិនឲ្យធ្វើបាតកម្មមិនឲ្យតវ៉ាមិនឲ្យស្អីទាំងអស់នេះហើយបានជាលោក Brett Adam ថាស្ដាយកោតមនុស្សនឹងធ្វើអញ្ចឹងមិនបានលើកទឹកចិត្តតែប្រាប់គេមិនឲ្យធ្វើអីទាំងអស់របងទីផុតកម្មតការជាប់គុកគាត់រត់ចេញមកក្រៅអស់55កៅអីអត់មានធ្វើអីផងដឹងនាំយ៉ាងម៉េច55កៅអីនឹងអស់លលីងគេវាយចោលហើយឯងអត់ទទួលខុសត្រូវឬដល់ស្អីគឺ$100 លាននេះហើយដែលលោកសំរងស៊ីទទួលបិទមាត់ឲ្យចិត្តហ្នឹងហើយបកគលធ្វើ50+1នេះឯងគឺសំរងស៊ីកម្មសខាហ្នឹងដែលត្រូវរើគ្នាទាំងអស់ហ្នឹងឯងសង្គមស៊ីវិលនេះក៏មានយោបល់ថ្មីនេះដែរចង់ចាំស្ដាប់បន្តិចទេបាទមែនតើខ្ញុំជាយុវជននៃសហភាពអង្គការសង្គមស៊ីវិលគឺថ្ងៃនេះមកដាក់ញត្តិដើម្បីជូនគណៈបកកម្លាំងជាតិដោយផ្ទាល់គឺទី1គឺចង់ឲ្យគណៈបកកម្លាំងជាតិប្រកាសមិនមែនផ្ដាច់ខ្លួនទេគឺចាកចេញពីរបៀបរបបនយោបាយដែលមានលក្ខណៈដឹកនាំចាស់របស់លោកសំរងស៊ីទី2នោះគឺការប្រកាសកោតទោសនៅសកម្មភាពទាំងឡាយណាដែលធ្វើសកម្មភាពបំបាក់ជាតិរបស់កម្ពុជាកន្លងទៅដែលលោកសំរងស៊ីធ្វើដូចជាសកម្មភាពការប្រកាសរដ្ឋាភិបាលដែលមិនស្របច្បាប់$23នេះអញ្ចឹងនេះហើយគាត់ទៅលោកសំរងស៊ីមួយខ្ញុំងាកទៅក្រោយសម្រាប់ខ្លួនខ្ញុំវិញខ្ញុំបានដាក់ពាក្យប្តឹងជំនួសលោកសំរងស៊ីបានហាមមិនអោយសមាជិកទាំងអស់អត់អោយដាក់ពាក្យប្តឹងអត់អោយងើបអត់អោយធ្វើបាតកម្មអត់អោយបញ្ចេញសម្លេងគឺដេកផ្ទះឈ្នះឯងអ្នកណាឈ្នះហើយឥឡូវគាត់មកធ្វើអីទៀតហើយអង្គការ$23លោកហ៊ុនសែនក៏បានប្រកាសរួចហើយថា$23គឺវាងាប់ហើយអ្នកដែលបន្តថែមទៀតគឺលោកជេមសុកក៏គាត់និយាយខ្លួនឯងថា$23ហ្នឹងគឺវិជាกระดาษគេអាចចំអានជូនចឹងណាគាត់ទៅសេថា$23គេយកធ្វើក្រដាសអនាម័យបាត់ទៅហើយយេចឹងណាចឹងមានន័យថា$23ហ្នឹងគឺងាប់ហើយលោកហ៊ុនសែនក៏ថាក៏ងាប់ហើយវាទៅចូលជាធរមានបន្ទាប់ពីលោកបោះឆ្នោតមកគឺគេយក
ច្បាប់$23ទៅបញ្ចូលច្បាប់ស្របច្បាប់តាមទម្រង់បែបបទនៃច្បាប់របស់អង្គការសហប្រជាជាតិដែលយើងបានធ្វើហ្នឹងគឺវាคล้ายទៅជាកិច្ចព្រមព្រៀងនៃសិទ្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23ឆ្នាំ1991ហ្នឹងគឺគាត់បានធ្វើចឹងរួចទៅហើយចឹងធ្វើទៅអីទៀតវាដដែលទេអញ្ចឹងរឿងអស់នេះដែលយើងត្រូវតែនិយាយគ្នាបើយើងមិននិយាយគ្នាទេអត់ទៅជាបានការអីគឺថាយើងនាំគ្នាធ្វើរួចហើយចូលរួមគ្នាហើយយើងឆ្លោះគ្នាដដែលយើងវៃគ្នាដដែលអត់ប្រយោជន៍ទាំងអស់តែម្ដងខ្ញុំដាក់ពាក្យជំនួសគាត់ពាក្យបណ្ដឹងទៅជំនួសលោកសំរងស៊ីតែលោកសំរងស៊ីបែរទៅជាខ្ញុំអញ្ជើញលោកអត់ទៅចូលរួមផងខ្ញុំក៏សុខចិត្តទៅតែគ្នាយើង4 5 6នាក់ទៅ